សូមកោតសរសើរលោកបណ្ឌិតកិនភៀដោយស្មោះអស់ពីដួងចិត្តកម្ពុជាត្រូវការបណ្ឌិតខ្មែរហ៊ាននិយាយការពិតកុំនិយាយការពារហ៊ាននិយាយដោះស្រាយកុំនិយាយដោះសារព្រោះអីយើងជាបណ្ឌិតយើងហ៊ាននិយាយការពិតអាហ្នឹងបានត្រូវងារជាបណ្ឌិតហើយអូនិយាយពីកំរនិយាយទៅភាសាលោកបណ្ឌិតកិនភៀដែលបងប្អូនចែកក៏ក្រើកពេញបណ្ដាញសង្គម Facebook ហ្នឹងវាធ្វើឲ្យខ្ញុំមែនតើខ្ញុំរំភើបស្ទើរស្រក់ទឹកភ្នែកដែរតាព្រោះថាអូកម្ពុជាយើងមានបណ្ឌិតគេចេះនិយាយត្រូវអញ្ចឹងដែរព្រោះខ្ញុំនិយាយកោកសឹកមាត់តដោកឆ្អែតតពុះកបីខ្ញុំថារដ្ឋាភិបាលកម្ពុជាអស់សាច់នឹងរិះគន់ហើយព្រោះអីមន្ត្រីនៅក្នុងជួររដ្ឋាភិបាលកម្ពុជានិងបណ្ឌិតនៅស្រុកខ្មែរហ្នឹងគឺអសទៅជាខ្មៅនឹងជួយការពារបិទបាំងប្រជាពិធអាជ័យធ្លាក់ទឹកហើយអើតែស្កតាមគ្នានឹងយើងស៊ាំអញ្ចឹងបណ្ឌិតកិនភៀដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងរាជបណ្ឌិតសភាមួយរូបដែលក្នុងវេទិកាជជែកពីម្សិលមិញនេះដែលបណ្ឌិតសភារាជបណ្ឌិតសភាជាទូទៅគេរៀបចំឲ្យមានព្រឹត្តិការណ៍មួយដើម្បីជជែកប្រឹក្សាយោបល់និងមានលោកបណ្ឌិតមាសនេះចូលរួមដែរតែខ្ញុំមានសេចក្តីគោរពខ្លាំងមែនទែនចំពោះលោកបណ្ឌិតមាសនេះប្រហែលជានៅសល់តែបណ្ឌិតចុងក្រោយតិចតួចណាដោយលោកបណ្ឌិតឡើងបង្ហាញអីលោកចាស់អីប្រហែលជាគេលែងហៅទៅក៏មិនដឹងដែរឬក៏លោករវល់មិនអាចចូលរួមបានយូរឃើញលោកបណ្ឌិតមាសនេះបានទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ហ្នឹងហើយលោកបណ្ឌិតមាសនេះលោកមានដូចថាភាពក្លាហានច្រើនជាងបណ្ឌិតដទៃទៀតណានៅក្នុងការហ៊ាននិយាយការពិតព្រោះនៅសល់តិចតួចតែគំនិតរបស់លោកបណ្ឌិតកិនភៀវិញណាគឺស្មើនឹងត្បូងបៃលិនណាបងប្អូនត្បូងបបៃលិនបងប្អូនប្រហែលជាគិតថាត្បូងបបៃលិនចឹងបណ្ឌិតកិនភៀមតិរបស់គាត់នឹងច្បាស់ជាថ្លៃថ្លាដូចពេជ្រពនរាយមិនចឹងខ្ញុំថាគិតមួយបែបហ្នឹងក៏បានប៉ុន្តែត្បូងបបៃលិនគឺជារបស់កម្រវាលែងមានឲ្យបងប្អូនព្រោះយើងកាយតិចអស់ហើយអញ្ចឹងគំនិតលោកកិនភៀដែលហ៊ាននិយាយការពិតហើយខ្ញុំនិយាយថាការពិតអីដែលលោកនិយាយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងអីក៏នាំគ្នាចែកសស្រាក់សស្រាមផ្អើលតាមបណ្ដាញសង្គម Facebook យ៉ាងនេះហើយចុះបណ្ឌិតស្រុកខ្មែរហ្នឹងមិនមែនមានតែលោកបណ្ឌិតកិនភៀណាលោកអើយបណ្ឌិតគៀនឹងជើងខ្វះអីខ្មែរយើងបណ្ឌិតនឹងដំសនីរឿងស្អីហ្នឹងគឺថាច្រើនណាស់ប៉ុន្តែអ្វីដែលត្រឹមត្រូវដែលខ្ញុំថាកម្រហ្នឹងគឺត្បូងបៃលិនហ្នឹងគឺវាអស់ហើយវាលែងមានហើយវាស្តុកស្ទើរតែមិនមានសោះតែពេលគាត់ចេញថ្លែងមកគឺមានប្រជាពលរដ្ឋភ្ញាក់ផ្អើលហើយសាទរមែនតើខ្ញុំចង់ឲ្យលោកបណ្ឌិតកិនភៀនិងលោកបណ្ឌិតដទៃទៀតធ្វើអញ្ចឹងតទៅទៀតទៅលោកជីវិតចុងក្រោយយើងមិនមាន10ឆ្នាំច្រើនដងទៀតទេមិនអញ្ចឹងយើងគង់តែស្លាប់ដូចតែគ្នាទេប៉ុន្តែស្លាប់ដើម្បីជាតិមាតុភូមិហ៊ាននិយាយការពិតកុំឲ្យកូនចៅជំនាន់ក្រោយយើងជេរបន្តិចយើងថាជាបណ្ឌិតជាបញ្ញវន្តតែសំងំសក់រឿងដែលគាត់និយាយអញ្ចឹងរឿងច្រើនណាស់គាត់មាននិយាយរឿងច្រើនណាស់តាក់ទងថារដ្ឋាភិបាលឬក៏សង្គមខ្មែរយើងនេះដាច់ខាតត្រូវតែកែតម្រង់ត្រូវតែលៀងសម្អាតអីគឺដល់ពេលហើយបាត់អាចទុកតែស្លាប់តាមពិតប្រសាសន៍លោកហ្នឹងដូចគ្នានឹងលោកនាយរដ្ឋមន្ត្រីដែលនិយាយពីរឿងដុសខាត់សម្អាតខ្លួន10 20ឆ្នាំហើយតែដែលឃើញតែលៀងហ្នឹងដឹងលៀងកន្លែងណាទេគឺនៅតែប្រឡាក់ពេញសមក់តែពេញខ្លួនតែដែលលោកកិនភៀនិយាយចេះគាត់ថារឿងអំពើពុករលួយបពពួកនិយមបើបន្តគឺទៅអត់រួចទេនេះប្រសាសន៍គាត់និយាយចឹងបងប្អូនសាកគិតមើលយើងសប្បាយទេដែលបណ្ឌិតស្រុកខ្មែរដឹងថាអូលោកដឹងដែរថាពុករលួយបពពួកនិយម30-40ឆ្នាំហើយមិនមែនតែមកលើទេគាត់ថាបើនៅតែបន្តទៀតចឹងបានន័យថាលោកក៏ឃើញថាអត់បានផលដែរវានៅតែក្រើកហើយមិនមែនតែលោកបណ្ឌិតកិនភៀនិយាយទៅយើងទៅមើលទៅក្រសួងមន្ទីរបងប្អូនបពពួកនិយមអស់មិនត្រឹមក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយមកសបុកលោកអោមយន្តទៀងនៅនឹងទាំងអស់ទាំងអូនទាំងកូនប្រុស2នាក់កូនស្រីអីនៅនឹងតកូលអោមនៅនឹងទាំងអស់ហើយទៅគាត់និយាយទៀតថាពង្រឹងព័ត៌មាននៅក្នុងស្រុកនៅពេញចិត្តឡើងនេះមែនតើពួកអីខ្ញុំជាអ្នកព័ត៌មានដែរគាត់ថាពង្រឹងព័ត៌មានក្នុងស្រុកឈប់ធ្វើតែព័ត៌មានប្រតិការព័ត៌មានលើកជើងច្រើនពេកឈប់ទៅត្រូវធ្វើព័ត៌មានជាចំណេះដឹងជាប្រយោជន៍ប្រជាពលរដ្ឋពេញចិត្តមែនតើលោកកិនភៀខ្ញុំសូមសរសើរលោកដោយស្មោះរឿងនេះកម្រមានអ្នកណាហ៊ាននិយាយមិនមែនគេមើលមិនឃើញទេអាព័ត៌មានរបៀបយកទៅពិធីសារតបុណ្យកឋិននិងសរសើរមេនឹងនិយាយពីផោមក៏អូបស្អីក៏ល្អដែរអាគេទៅដល់ណានោះនឹងឯងនឹងនៅតែអញ្ចឹងឯងតែដល់ពេលប្រហែលជាច្រើនពេកទៅប្រហែលជាលោករកម្មចិត្តក៏មិនដឹងបណ្ឌិតយើងគាត់និយាយថាឈប់ទៅអានឹងបានហើយលោកបន្តទៀតថាព័ត៌មានខាងក្រៅនឹងកុំងាកបិទពេករកតំណែងតំណងល្អនឹងគេផងព្រោះអីដល់ពេលត្រូវការរកព័ត៌មានបរទេសឲ្យគេជឿអត់បានព័ត៌មានបរទេសគេជឿអត់ខ្ញុំសូមសរសើរលោកកិនភៀកន្លែងហ្នឹងទៀតអ្នកណាគេជឿយើងត្រូវឲ្យលោកកិនភៀព្រោះយើងបំផ្លាញគេតិចទីអស់មានតែព័ត៌មានដូច fresh news ហ្នឹងឯង10មួយយួរបើខ្ញុំជាអ្នកសារព័ត៌មានហើយខ្ញុំមិនគួរណាទៅរិះគន់ស្ថាប័នព័ត៌មានដូចគ្នាអញ្ចឹងទេប៉ុន្តែ fresh news នេះគឺថានិយាយគឺស្រស់ហ្មងគឺថា fresh បានន័យថាស្រស់ fresh news គឺព័ត៌មានស្រស់គឺបោកស្រស់ចឹងហ្មងគឺថាប្រជាពិធគឺថាអូអាជ័យធ្លាក់ទឹកហើយប្រកែណាអារឿងក្នុងមុងក្នុងអីហ្នឹងណាស្អីហ្នឹងខ្សែអត់សម្លេងបែកធ្លាយអីហ្នឹងទៅរមើលទៅនៅ fresh news ទាំងអស់អារឿងដឹងវិជាជីវៈសារព័ត៌មានគាត់កម្រិតខ្ពស់ដល់កម្រិតណាទេដែលអាចយករឿងឯកជនរឿងអីគេយកមកផ្សាយដូចអារឿងក្នុងបន្ទប់ទឹកក្នុងបន្ទប់សម្ងាត់អីគេហ្នឹងគឺយើងយកមកធ្វើដូចរឿងព័ត៌មានសាធារណៈអីចឹងគាត់ធ្វើកើតទៅគាត់និយាយទៅគាត់អត់ខ្ពើមនឹងអំពើលាមកគាត់លេបលាមកចូលខ្ញុំពងតែឆ្ងល់ឥឡូវចូលដល់រឿងគាត់និយាយចឹងគាត់ថាព័ត៌មានស្រុកយើងលោកកិនភៀបន្តនិយាយឲ្យបរទេសគេជឿគេមិនជឿទេយើងកំពុងតែខ្សត់ព័ត៌មានហ្នឹងយើងទៅបានលោក Michael Alfaro ឯណាហ្នឹងមកនិយាយបំពុលព័ត៌មានឥឡូវស្ងាត់បាត់ចឹងខ្ញុំបានប្រាប់ឲ្យថាយើងខ្សត់ព័ត៌មានអន្តរជាតិដល់ពេលបានលោក Michael Alfaro មកហ្នឹងសត្វថាអូអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកុហក
យកមកនឹងបំផ្លាញអាព័ត៌មានខ្លួនឯងនឹងគ្នាកំពុងតែមានតិចហើយយកមកធ្វើជ្រួងលោក Michael Alfaro ឡើងកប់ពពកចុងក្រោយជ្រកក្រោមអច្ចលេនលោក Alfaro ជួយអីគេខ្លះបងប្អូនឲ្យសហគមន៍អន្តរជាតិកោតទោសថៃតាំងពីគាត់មកផ្សាយមកអាកាលគាត់ផ្សាយដំបូងគេទៅយកបាន10កន្លែងដល់ពេលគាត់ផ្សាយតែគាត់ស្និទ្ធស្នាលអីស្គាល់លោកត្រាំស្គាល់អីតាមតែបងប្អូនចេះតែនាំគ្នាអកជ្រាវមកឥឡូវគេយក40កន្លែងជាងឥឡូវបាត់សាប៊ូឡើងឃើញឈ្មោះលោក Michael Alfaro Gary Fanchi ហ្នឹងទៅបាត់បានអា Facebook គាត់ like and share ហ្នឹងឡើងពីប្រមាណម៉ឺនឡើងដល់ជិត1លាន followers អីហ្នឹងឥឡូវស្ងាត់ជឹងទៅខ្ញុំមិនចង់និយាយរីគុណអីគាត់ទេគ្រាន់តែថាគាត់ក៏ប្រឹងជួយយើងដែរតែយើងសម្លាប់គាត់យើងគ្រប់គ្រងសម្លាប់គេហៅសរសើរស្លាប់បង្អាប់រស់បងប្អូនយើងសរសើរឲ្យគាត់ស្លាប់ឥឡូវគាត់ស្លាប់ហើយស្លាប់គេឈ្មោះកិត្តិយសនឹងការខំប្រឹងរបស់គាត់ហ្នឹងគាត់រស់តែជីវិតទេដោយសារបងប្អូនទាំងអស់គ្នានឹងជាអ្នកសម្លាប់គាត់ខ្ញុំបានប្រាប់អីថាកុំសម្លាប់គាត់ឥឡូវយើងសម្លាប់គាត់ទៅហើយតែគាត់បានប្រឹងគាត់ខំប្រឹងដែរប៉ុន្តែតែយើងធ្វើឲ្យគាត់ស្លាប់ឥឡូវធ្វើមិនឥឡូវព័ត៌មានអន្តរជាតិហ្នឹងដល់លោកកិនភៀនិយាយចេះខ្ញុំនឹកឃើញដល់រឿងហ្នឹងចេះលើកយកមកនិយាយទៅហើយមួយទៀតលោកថាកុំរើសអើងនយោបាយមកពីបកនេះបកនោះអីកុំស្អប់គាត់ថាស្អប់បំផុតអាការរើសអើងគណៈបកនយោបាយអូលោកកិនភៀលោកអត់ដែរសរសេរសារមួយកោតទោសរដ្ឋាភិបាលតែម្ដងពីរឿងគេធ្វើទុកបុកម្នេញអ្នកមាននិន្នាការនយោបាយសកម្មជនចាប់ដាក់គុកដាក់ពន្ធនាគារកន្លងមកឬតការបកស្រាយថារដ្ឋាភិបាលធ្វើតាមច្បាប់នេះត្រឹមត្រូវអីអញ្ចឹងទៅពេលនេះអញ្ចឹងបងប្អូនយើងភ្ញាក់ផ្អើលមែនទែនអ្វីដែលភ្ញាក់ផ្អើលជាងគេដែលមានការចាប់អារម្មណ៍ហ្នឹងគឺផ្អើលមិនដល់ត្រឹមស្រុកខ្មែរណាបងប្អូនដល់អូស្ត្រាលីលោកហុងលឹមដែលជាអតីតតំណាងរាស្ត្រខ្មែរអូស្ត្រាលីហើយជាអ្នកដែលរដ្ឋាភិបាលកម្ពុជាដាក់ក្នុងបញ្ជីខ្មៅហើយលោកហុងលឹមនេះជាន់ដីខ្មែរអត់បានទេព្រោះលោកធ្លាប់ហៅរដ្ឋាភិបាលលោកហ៊ុនសែនថាជារបបដេរឆានណូចាំហ៎លោកហុងលឹមបើដូចថាប៉ុន្តែគាត់នៅតែតាមស្រុកខ្មែរគាត់មិនដែលចោលទេគឺនៅយកចិត្តទុកដាក់ឈឺឆ្អាលស្រុកខ្មែរក្រុមគាត់នៅចូលរួមក្នុងក្រុមតស៊ូមតិខ្មែរក្រៅប្រទេសមួយដែលជាប្រចាំលោកហុងលឹមទៅសេសារចេះឬសូប្រសាសន៍របស់លោកកិនភៀតែប៉ុតលោកសារតលោកភ្ញាក់ផ្អើលដែរលោកថាចំមិនគាត់នេះហ៊ាននិយាយចំម្លេះមិនដែលឮអ្នកនៅក្នុងស្រុកណាហ៊ាននិយាយខ្លាំងដល់ម្លឹងទេប្លែកមែនចាំមើលតើគាត់រួចខ្លួនឬទេលោកពូហុងលឹមទៅជាថែមពាក្យថាចាំមើលរួចខ្លួនឬទេទៅវិញចាំបើនិយាយការពិតហេតុអីបានជាមិនរួចខ្លួនខ្ញុំពងតែឆ្ងល់តើតែនិយាយកុហកណាលោកពូហុងលឹមហាក់បីដូចជាចាក់ដោតអារម្មណ៍របស់លោកបណ្ឌិតកិនភៀពេកទៅដឹងឬក៏រដ្ឋាភិបាលខ្មែរពេកដឹងតែយ៉ាងណារឿងរួចខ្លួនមិនរួចខ្លួននេះត្រូវបានលោកផែងហេងលោកមេធាវីផែងហេងដែលជាមេធាវីការពារក្តីឲ្យលោកកឹមសុខាឯណោះក៏បានបង្ហើរសារមួយដែលគួរឲ្យចាប់អារម្មណ៍រឿងនឹងដែរលោកថាឃើញនៅក្នុងបណ្ដាញសង្គម Facebook share ផង like ផងច្រើនគ្នាហាក់បង្ហាញពីការគ្រប់គ្រងគំនិតបណ្ឌិតដែលលើកឡើងរិះគន់អំពីអំពើពុករលួយបាក់ពួកតំណែងតវងតកូលឬអើងនយោបាយនិងសារព័ត៌មានលើកជើងតែគ្នាក្នុងស្រុកមិនឲ្យមានសារព័ត៌មានបរទេសអីអញ្ចឹងលោកថាសំណួរនឹងចម្លើយទៅចេះវិញតើហេតុអ្វីបានជាការលើកឡើងរបស់លោកបណ្ឌិតមិនត្រូវបានរងការចោទប្រកាន់ដោយប្រជាប្រដ្ឋដទៃកន្លងមកដែលនិយាយការពិតក្នុងសង្គមដូចគ្នាដូចជាកសិផលចុះថោកអាញាធមមិនដោះស្រាយនេះនោះអីឡាក់នឹងឡាក់អីអញ្ចឹងហេតុអីបានគេនិយាយជាប់គុកជាប់ច្បាប់ធ្វើទុកបុកម្នេញឥឡូវបណ្ឌិតកិនភៀនិយាយបានហើយចំពោះលោកថានេះជាវិញ្ញាសាស្ទង់មតិទេតើយល់អញ្ចឹងដែរឬទេលោកថាគាត់សន្និដ្ឋានអញ្ចឹងឃើញឲ្យប្រជាប្រដ្ឋនិយាយទៅយើងវាក្រពេកអាគំនិតបណ្ឌិតដែលនិយាយមកត្រូវនោះវាក្រដូចត្បូងនៅបបៃលិនដែលថាគ្មានសោះតែម្ដងវាអស់ហើយវាកាយតិចទីអស់ហើយដល់អញ្ចឹងទៅភ្ញាក់ផ្អើលគ្រប់គ្នាតាមពិតវាជាមង្គលភ្ញាក់ផ្អើលដូចថាសបាយរីករាយទាំងភ្ញាក់ផ្អើលហ្នឹងគឺវាដូចថាកម្រហើយចុះហេតុអីបានជាយើងនាំគ្នាទៅអញ្ចឹងទៅវិញណាខ្មែរយើងអារបស់ល្អមកប្រើស្រាប់តែពេលគេបញ្ចេញមកបន្តិចហ្នឹងបញ្ញាយគ្នាប្រើងាប់ហើយស្លាប់លោកកិនភីហើយតែលើកទឹកចិត្តឲ្យបងប្អូនដទៃទៀតជួយនិយាយឲ្យចំពោះលោកកិនភីនិយាយការពិតបែបនេះគឺវាជាការល្អប៉ុន្តែសួរថាបានផលអីដែរទេយើងត្រូវការលោកបណ្ឌិតកិនភៀនេះ1លានដងទៀតដើម្បីឲ្យរដ្ឋាភិបាលជ្រាបវាជាអាចជាការដែលរដ្ឋាភិបាលចាប់ផ្ដើមស្ទង់មតិមើលថាបានប្រតិកម្មយ៉ាងណាពីប្រជាពលរដ្ឋនៅក្នុងរឿងនេះរដ្ឋាភិបាលអត់ចាំបាច់ទៅស្ដាប់លោកកិនភៀក៏បានដែរប្រជាពលរដ្ឋនិយាយរាល់ថ្ងៃកុំតែចាប់គេដាក់គុកបើកឲ្យនិយាយមកសេរីមើលឲ្យបងប្អូនចាំស្រង់មតិហ្នឹងមិនដឹងយកទៅដាក់កឆេណាអស់ទេហើយស្ដាប់ទៅប្រជាពលរដ្ឋអ្នករត់ pass up អីហ្នឹងក៏មានគំនិតប្រហាក់ប្រហែលល្អដូចលោកកិនភៀពេលខ្លះល្អជាងលោកកិនភៀផងព្រោះគាត់រស់នៅក្នុងស្ថានភាពជាក់ស្ដែងហ្នឹងហើយស្ដាប់បើយើងចេះស្ដាប់យើងអត់ទៅពិបាកឯណាតែយើងមិនស្ដាប់ឲ្យបង្ក្រាបគេចាប់គេដាក់គុកតា